បាបកម្មមិនចាំជឿតក្រោយទេថ្ងៃនេះផ្ទុះឃ្លាំងគ្រាប់រំសេវរបស់ប៉ូលីសល្បាតព្រំដែនថៃឆេះយ៉ាងសន្ធោសន្ធៅនៅខេត្តសុរិន្ទកម្មប្រែថាអំពើអ្នកណាសាងបាបអ្នកនោះទទួលកម្មកងទ័ពភូមិន្ទថៃបានរាយការណ៍ឲ្យដឹងនៅថ្ងៃទី24ខែកុម្ភៈនេះថាមានករណីផ្ទុះនិងឆេះឃ្លាំងគ្រាប់រំសេវរបស់កងកម្លាំងប៉ូលីសល្បាតព្រំដែនលេខ21ស្ថិតនៅលើផ្លូវវាងក្រុងក្នុងស្រុកមឿងខេត្តសុរិន្ទកាលពីវេលាម៉ោង 7:30 នាទីនេះបើតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកថៃអ្នកនាំពាក្យកងទ័ពថៃលោកវិនថៃស៊ូវ៉ារីបានได้ដឹងថាកងទ័ពបានចាត់បញ្ជូនកម្លាំងនិងរថយន្តពលិតអគ្គីភ័យជាច្រើនគ្រឿងចុះទៅអន្តរាគមន៍ជួយអាជ្ញាធរមូលដ្ឋានភ្លាមដើម្បីទប់ស្កាត់ការឆាបឆេះរៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍និងរឹតបន្តឹងសន្តិសុខនៅជុំវិញតំបន់ជាមួយគ្នានេះអាជ្ញាធរក៏បានណែនាំប្រជាពលរដ្ឋឲ្យបញ្ជាការធ្វើដំណើរឆ្លងកាត់តំបន់នោះផងដែរដើម្បីសុខសុវត្ថិភាពគូបញ្ជាក់ថាជុំវិញពាក្យចចាមអារាមដែលសង្ស័យថាហេតុការណ៍នេះអាចជាអំពើបំផ្លិចបំផ្លាញដោយចេតនាលោកវិនថៃបានសង្កត់ធ្ងន់ថាមូលហេតុពិតប្រាកដកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយដោយពុំទាន់មានការសន្និដ្ឋានណាមួយទេទន្ទឹមគ្នានេះលោកវិនថៃបានអំពាវនាវដល់សាធារណជនកុំឲ្យមានការស្លន់ស្លោនិងស្នើសុំកុំឲ្យចែករំលែកព័ត៌មានដែលមិនទាន់មានប្រភពច្បាស់លាស់